អ្នកដែលចូលចិត្តញ៉ាំផ្អែមពេកប្រឈមនឹងជំងឺ3នេះថ្ងៃនេះអ្នកនឹងបានស្គាល់ពីបញ្ហាសុខភាព3យ៉ាងដែលងាយនឹងកើតមានលើអ្នកចូលចិត្តទទួលទានផ្អែម1ជំងឺទឹកនោមផ្អែមប្រភេទទី2ការកើនឡើងនៅកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាមគឺជាកត្តាចម្បងដែលបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី2ហើយការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើនគឺជាមូលហេតុទូទៅបំផុតមួយដែលបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ប្រសិនបើអ្នកមានម្ដាយឬឪពុកជាអ្នកជំងឺទឹកនោមផ្អែមទៀតនោះហានិភ័យគឺកាន់តែខ្ពស់តែម្ដង2ឡើងមុនលើស្បែកអាហារដែលមានផ្ទុកជាតិស្ករបន្ថែមអាចបណ្ដាលឲ្យកម្រិតនៃអាំងស៊ុយលីនកើនឡើងភ្លាមនៅពេលដែលខ្លុយកោសចូលទៅក្នុងឈាមវានឹងបង្កើនដំណើរការស្មុគស្មាញជាបន្តបន្ទាប់ក្នុងរាងកាយដែលបង្កការរលាកនិងបញ្ហាស្បែកផ្សេងៗរួមទាំងការឡើងមុនលើពីនេះទៅទៀតអាំងស៊ុយលីនបង្កើនភាពសកម្មនៃក្រពេញខ្លាញ់ទាំងអស់ក្នុងស្បែកព្រមទាំងដំណើរការនៃការរលាកផងដែរ3ជំងឺមហារីកបញ្ហាដ៏គួរឲ្យព្រួយបារម្ភខ្លាំងមួយទៀតនៃការទទួលទានអាហារផ្អែមឬជាតិស្ករច្រើនគឺហានិភ័យនៃជំងឺមហារីកនេះមានន័យថាការទទួលទានអាហារផ្អែមច្រើនពេកយូរទៅនឹងបណ្ដាលឲ្យអ្នកប្រឈមនឹងជំងឺមហារីកនៅថ្ងៃណាមួយជាតិផ្អែមនឹងបង្កើនទម្ងន់ឲ្យកោសិកាខ្លាញ់ហួសប្រមាណក្នុងរាងកាយនាំឲ្យមានការបញ្ចេញអរម៉ូនបង្កជំងឺមហារីក